ជំរាបសួរថ្ងៃនេះខ្ញុំចង់បង្ហាញអារម្មណ៍បងប្អូនមកស្គាល់បងប្អូនមួយចំនួនអាចមើលសម្លងចាអញ្ចឹងអ្វីដែលខ្ញុំចង់សួរណាខ្ញុំចង់ចាប់ឲ្យបងប្អូនចាប់អារម្មណ៍ទីខាងនៅក្នុង Excel ណាឲ្យស្គាល់ថាអ្វីទៅគេហៅថា column អ្វីទៅគេហៅថា row ហើយនឹងអ្វីទៅគេហៅថា cell ចាអញ្ចឹងនេះបងប្អូនឃើញនៅក្នុងនេះស្រាប់ណាឃើញនេះ column ប្រឈនណាដែលមានអក្សរ A B C D E នេះណាអាជួរប្រឈនដែលខ្ញុំ select នេះណាអាហ្នឹងគេហៅថា column ណាអាហ្នឹងគេហៅថា column ដែល like row អាជួរផ្ដេកនេះវាមានលេខរៀងនេះលេខ1លេខ2លេខ3លេខ4រហូតដល់ខាងក្រោមណាអាហ្នឹងគេហៅថា row ចុះ cell នេះសំណួរគេសួរថា what is cell អញ្ចឹង cell គឺជាប្រជុំឬក៏ចំណុចប្រសព្វរវាង column ហើយនិង row ខ្ញុំឧទាហរណ៍ដូចខ្ញុំដាក់ cursor នៅកន្លែងនេះអញ្ចឹងណាអញ្ចឹងចំណុចប្រសព្វរវាង column D ជាមួយនឹង row លេខ6អាហ្នឹងគេហៅថា cell អញ្ចឹងយើងដាក់cell ហ្នឹងមានឈ្មោះរបស់វាគឺ cell D6 បងប្អូនអាចមកមើលនៅកន្លែងនេះបានណាបើសិនបើអត់ច្បាស់ហើយជាទូទៅគេដាក់អក្សរមុនហើយនឹងគេដាក់លេខតាមក្រោយឥឡូវយើងចូលមកមើលឧទាហរណ៍ដែលខ្ញុំបង្ហាញតែម្ដងណាចឹងឧទាហរណ៍នេះយើងប្រាប់ថាក្នុងនេះគេឲ្យថា select cell F10 អញ្ចឹងយើងមើលអានេះ F ប្រសព្វជាមួយនឹងនេះ row លេខ10មកគឺ select cell នេះ F10 បន្ទាប់មកឲ្យ select cell I4 ណា column I នេះ column I ប្រសព្វជាមួយនឹង row លេខ4អញ្ចឹងនេះ cell I4 មួយទៀតទៅ cell D2 A B C D នេះ D2 សំទោសនៅក្នុងនេះគេឲ្យដាក់ column red ណាហ្នឹងហើយអញ្ចឹង red ទាំងអស់តកតងជាមួយនឹងសំទោសភ្លេចមើលតកតងជាមួយចំណុចទី2គេឲ្យ select column H ហើយ put color yellow column H នេះគឺ column H ហើយឲ្យ put color yellow និងចំណុចទី3គេឲ្យ select row លេខ4 put color green នេះចេញអរគុណច្រើនបងប្អូនអញ្ចឹងសង្ឃឹមថាបងប្អូននឹងយកវាទៅអនុវត្តហើយយល់ច្បាស់ថាអ្វីទៅជា column អ្វីទៅជា row ហើយនឹងអ្វីទៅជា cell ចា៎សូមអរគុណ